មហាសង្ក្រាន្តឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025មហាសករាជ1947ជលសករាជ1387សុភមស្តុវរៈមង្គលាជយាតិរេព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2568ត្រឹមថ្ងៃអាទិត្យ15កើតខែពិសាខលុះដល់ថ្ងៃច័ន្ទ1រោចខែពិសាខឆ្នាំម្សាញ់សប្បស័កតទៅចូលពុទ្ធសករាជ2569និងកណនីឆ្នាំម្សាញ់ឥឡូវនេះសង្ក្រាន្តចូលមកដល់នៅក្នុងថ្ងៃច័ន្ទ2រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទីទៀតភ្លឺពេលនោះព្រះអាទិត្យចេញពីមីនៈឫស្សីទៅស្ថិតនៅឯមេសៈឫស្សីតាមផ្លូវគូវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមកោរិកៈទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការទ្រង់អំពរពលឿងលំអនៅព្រះការដោយសៀតផ្កាអង្គាបោសអភរណៈកែវមន្តាភក្សាហាទ្រង់ទេលំប្រេងប្រហោះស្ដាំទ្រង់ព្រះខ័នប្រហោះឆ្វេងទ្រង់ឈើច្រត់គង់ផ្ទុំបិទព្រះនេត្រលើកក្នុងស្ដេចភ្ជាក់ស្ដេចខ្លាជាយានពីហណៈទៅនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋហោះទៅកាន់គុហាកែវធម្មលីនាទីភ្នំកេលេសខេត្តហម្មពៀនដែលជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពៀនមាសនាំមកដង្ហែប្រតិសិនភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន60នាទីទើបនាំយកទៅតម្កល់ទុកនៅកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋចូលទៅស្រង់ទឹកអនន្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គុសពរាជទាំង7ត្រជាក់ខ្សែងខ្សានព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទានរក្សាសិលដោយសមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាព្រះវិសកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះហើយចម្រើននៅសិរីសួស្តីជ័យមង្គលជន្មាយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខខ្សែងខ្សានតរៀងទៅថ្ងៃច័ន្ទ2រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទីទៀតភ្លឺជាថ្ងៃចូលឆ្នាំវរៈមហាសង្ក្រាន្តថ្ងៃអង្គារ3រោចខែចែកត្រូវនៅថ្ងៃទី15ខែមេសាគ្រិស្តសករាជ2025ជាថ្ងៃវរៈវណ្ណបតថ្ងៃពុធ4រោចខែចែកត្រូវនៅថ្ងៃទី16ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង 8:27 នាទី36 វិនាទីជាថ្ងៃវរៈឡើងស័កគម្រប់ជាសង្ក្រាន្ត3ថ្ងៃស្រេចបរិបូរចូលជាសកលឆ្នាំម្សាញ់សប្បស័កមហាសករាជ1947ជលសករាជ1387តទៅនៅក្នុងឱកាសសង្ក្រាន្តទាំង3ថ្ងៃសូមអស់ប្រជាប្រុសស្រីផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការៈបូជាអុជប្រទីបជ្វីលាថ្វាយព្រះរតនត្រ័យនិងទទួលទេវបុត្រទេវធីតាឆ្នាំថ្មីហើយខំលះបង់អក្រក់អន្តេរដ្ឋីជាចិត្តអប្រិយជាប់ដោយគំនុំគុំគួនព្យាបាទឈ្លាននេះដែលកើតមាននៅក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយមេត្តាករុណាមុទិតាឧបេក្ខានិងបញ្ញាធ្វើបុណ្យសុំទានតាមប្រពៃណីរក្សាសីល5ឲ្យបានជាប់ជានិច្ចនោះទេវតានឹងឲ្យពរសពសាធុការលោកអ្នកនឹងមានសិរីសួស្តីសុភមង្គលវិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅរំដាប់ទទួលទេវតាតាមទំនៀមបុរាណរៀងរហូតមកត្រូវរៀបរៀងទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលិកាផ្សេងត្រូវរៀបក្រាលសម្ពត់ពណ៌សហើយរៀបចំនៅគ្រឿងសក្ការៈបូជាទេវតាមានជាអាតបាយសី9ថ្នាក់1គូបាយសី7ថ្នាក់1គូបាយសី5ថ្នាក់1គូបាយសី3ថ្នាក់1គូបាយសីបច្ឆា1គូស្លាធម៌1គូទឹកអប់1គូទៀន5ធុក5លេខ5ផ្កា5ដាក់លើជើងពៀន1គូចេកនួនចេកណាំវ៉ាដាក់លើជើងពៀន1គូផ្លែឈើ11មុខដាក់លើជើងពៀន11គូដូងឡើង1គូទឹកស្អាត2កែវស្រេចហើយទៅវេលាដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្ការព្រះរតនត្រ័យសមាទានសិលហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនៅមតិលទាំងពួងតម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទី
ពឹងទីរលឹកលុះចាប់ពិធីទទួលទេវតាចំពោះបាយសី9ថ្នាក់7ថ្នាក់ទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមានិងមានអនុវត្តនៅព្រះបរមរាជវាំងតែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម5ថ្នាក់ចុះមកគឺរៀបត្រឹមគ្រឿងសក្ការៈបូជាដែលមានទៀន5ធូប5ស្លាធម៌កូនចេក1គូក៏ល្មមសមគួរដែរចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀបឲ្យបាន3មុខឬ5មុខក៏ជាការប្រសើរគឺរៀបទៅតាមធនធានរបស់ខ្លួននៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយនៅលើជើងពាននិងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ